គំនិតស្ដីអំពីការអប់រំសីលធម៌របស់អ្នកប្រាជ្ញបុរាណចិនលោកខុងជឺគុណធម៌ពឹងផ្អែកលើការប្រតិបត្តិហើយដូចគ្នានេះដែរការប្រតិបត្តិគឺជាមូលដ្ឋានគ្រឹះនៃសីលធម៌ទាំងឡាយនេះជាការលើកឡើងក្នុងសៀវភៅបុរាណចិន The Show Book of Ching ដោយពំនោនេះទៀតសោតបានក្លាយជាមូលដ្ឋានគំនិតស្ដីអំពីការអប់រំសីលធម៌របស់អ្នកប្រាជ្ញខុងជឺយ៉ាងល្បីរន្ទឺអស់រយៈកាលជាង 2000 ឆ្នាំមកហើយខុងជឺមិនមានជីវិតជាអមតៈពិតមែនប៉ុន្តែការអភិវឌ្ឍនិងវឌ្ឍនភាពនៃអរិយធម៌ដ៏រុងរឿងរបស់ចិនសុទ្ធសឹងតែបានរួមចំណែកចេញអំពីគំនិតដ៏មុតស្រួចនិងប្រកបនិយមរបស់លោកក្រៅពីទស្សនវិស័យស្ដីពីនយោបាយនិងការគ្រប់គ្រងរដ្ឋគេសង្កេតឃើញថាគំនិតស្ដីអំពីការអប់រំសីលធម៌របស់លោកមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការអភិវឌ្ឍសង្គមនិងការកំណត់នៅរបៀបរបបក្នុងការរស់នៅរបស់មនុស្សក្នុងនោះលោកបានសង្កត់ធ្ងន់ទៅលើគោលការណ៍3សំខាន់ៗតាមរយៈចាត់ទុកការរៀបចំមនុស្សជាឯកការធ្វើគារវកិច្ចចំពោះការអប់រំសីលធម៌ជាតោនិងការប្រតិបត្តិជាក់ស្ដែងជាត្រីសម្រាប់ខុងជឺការកសាងមនុស្សគឺជាអាទិភាពទី1ដ៏ចាំបាច់បំផុតត្បិតរូបលោកនិងសិស្សរបស់លោកផ្ទាល់ព្រមទាំងអ្នកខុងជឺនិយមចំនួនក្រោយមិនមានការឯកភាពគ្នាទៅលើការកំណត់ចំពោះសារជាតិរបស់មនុស្សក្តីជាឧទាហរណ៍អ្នកប្រាជ្ញមឹងជឺដែលត្រូវជាសិស្សរបស់លោកបានអះអាងថាមនុស្សកើតមកមានសារជាតិល្អពីកំណើតចំណែកឯអ្នកប្រាជ្ញសុនជឺដែលត្រូវជាសិស្សចំណិតរបស់លោកមួយរូបទៀតបានអះអាងផ្ទុយគ្នាស្រឡះថាតាមពិតទៅមនុស្សកើតមកមានសារជាតិអាក្រក់ពីកំណើតទៅវិញនោះទេហើយមានអ្នកប្រាជ្ញខ្លះទៀតដែលជាអ្នកខុងជឿនិយមដូចគ្នានេះបានពោលបញ្ច្រាស់ទៅលើគំនិតខាងលើថាមនុស្សពុំមែនល្អឬអាក្រក់ពីកំណើតប៉ុន្តែគឺទទេស្អាតហើយរឿងល្អអាក្រក់គឺគ្រាន់តែជាបញ្ហានៃការផាត់ពណ៌ដាំដុះនិងរចនាឡើងដោយសង្គមដែលពួកគេរស់នៅតែប៉ុណ្ណោះទន្ទឹមគ្នានេះគំនិតស្ដីអំពីការអប់រំសីលធម៌របស់ខុងជឺបានលាតត្រដាងឲ្យយើងឃើញពីរូបរាងយ៉ាងពិតប្រាកដនៃរដ្ឋក្នុងឧត្តមគតិតាមរយៈបញ្ញត្តិសីលធម៌ដែលលោកបានឲ្យឈ្មោះថាស្វ័យវប្បធម្មកិច្ចឬការរៀបចំខ្លួនឲ្យក្លាយជាឧត្តមជនឬជនមានឧត្តមភាពខាងសីលធម៌ក្រោមអត្ថន័យជាភាសាអង់គ្លេសថា self cultivation បញ្ញត្តិស្វ័យវប្បធម្មកិច្ចគឺការបន្តបណ្ដុះឲ្យក្រុមគ្រួសារនីមួយៗមានការរៀបចំដឹកនាំបានល្អរដ្ឋទទួលបានការគ្រប់គ្រងក្រោមអភិបាលកិច្ចដ៏ត្រឹមត្រូវចេញពីការបណ្ដុះឲ្យមនុស្សម្នាក់ៗមានភាពល្អជាមុនសិននោះទើបសម្រេចបានមហិច្ឆតានៃរដ្ឋក្នុងឧត្តមគតិដែលលោកសម្ដៅទៅដល់ការបង្រួបបង្រួមគ្រួសារការគ្រប់គ្រងប្រទេសនិងការសម្រេចបានសន្តិភាពកម្រិតសកលលោកយ៉ាងណាមិញការអប់រំសីលធម៌ដែលខុងជឺចង់សម្ដៅមានដូចជាការបណ្ដុះឲ្យមនុស្សមានកតញ្ញូតាធម៌គតិបណ្ឌិតក្តីស្រឡាញ់ការគោរពចំពោះចាស់ទុំបងប្អូនមានភក្តីភាពរវាងគ្នានឹងគ្នាភាពរំទុំចេះឱនលំទោននិងស្រឡាញ់ចំពោះភាពត្រឹមត្រូវជាដើមម្ល៉េះហើយបានជាសំនួនពាក្យដ៏ល្បីល្បាញឬដែលត្រូវបានគេស្គាល់ថាជាគោលការណ៍មាសក្នុងការរស់នៅរបស់លោកគឺចូលកុំធ្វើអ្វីលើអ្នកដទៃនៅអ្វីដែលអ្នកមិនចង់ឲ្យអ្នកដទៃធ្វើចំពោះអ្នកប៉ុន្តែសាក់ស្រមៃទៅមើលប្រសិនបើពលរដ្ឋនៃសង្គមរបស់អ្នកបានសូត្រចេះចាំយ៉ាងស្ទាត់នៅគោលការណ៍សីលធម៌ទាំងនេះប៉ុន្តែក្នុងសកម្មភាពរស់នៅរបស់ពួកគេវិញបែរជាដើរបញ្ច្រាស់គ្នាពីអ្វីដែលបានសូត្រចាំនោះតែគោលការណ៍ទាំងនេះមានន័យអ្វីសម្រាប់បម្រើការរស់នៅជាក់ស្ដែងវាមិនខុសពីគ្រូបង្រៀនមួយរូបដែលបរាជ័យទាំងស្រុងក្នុងការបញ្ជ្រាបនិងបំពាក់ចរិយាសម្បទាដែលមាននៅក្នុងវត្ថុបំណងមេរៀនរបស់ខ្លួនទៅដល់សិស្សានុសិស្សនោះឡើយហេតុនេះហើយបានជាសង្គតភាពនៃការកសាងមនុស្សការអប់រំសីលធម៌ត្រូវតែផ្សារភ្ជាប់ទៅនឹងការប្រតិបត្តិនៅក្នុងន័យនេះលោកបានបញ្យល់ច្បាស់ៗថាការរៀនត្រូវតែជាការចងភ្ជាប់គ្នារវាងការគិតនិងការប្រតិបត្តិជានិច្ចគន្លឹះសំខាន់នៅទីនេះគឺត្រូវដាក់បញ្ចូលការគិតទៅក្នុងសកម្មភាពរស់នៅជាក់ស្ដែងឲ្យបានហើយការរៀនគឺជាការចាប់ផ្ដើមដំបូងនិងចុងក្រោយបង្អស់ដែលបម្រើឲ្យសកម្មភាពរស់នៅរបស់មនុស្សនិងសង្គមនៅក្នុងន័យម្យ៉ាងទៀតការបណ្ដុះឲ្យសិស្សចេះយកគំនិតរបស់ពួកគេនិងគោលការណ៍សីលធម៌ទៅបំពាក់លើសកម្មភាពរស់នៅទើបជាការអនុលោមទៅតាមគោលបំណងនៃការបង្រៀននិងការរៀនយ៉ាងពិតប្រាកដដែលលោកចង់សម្ដៅទៅដល់ហេតុនេះហើយបានជារឿយៗខុងជឺតែងទូមានសិស្សរបស់លោកថាជំនួយការជឿទៅលើអ្វីដែលមនុស្សនិយាយត្រូវពិនិត្យមើលរវាងអ្វីដែលពួកគេបានពោលឡើងទៅនឹងទង្វើដែលមានក្នុងឥរិយាបថរស់នៅពិតប្រាកដរបស់ពួកគេវិញ